bà này tên chấm lạ để phim bà thì đam chớ lùng tùm lục pi chuan bà này vậy đam chớ lùng tùm lục pi chuan cháu về miền đam chớ hàng nóng đam chớ hàng trái thì miền để phim trắng để cả co bà thì anh ấyประเภทนี้ខ្ញុំមកធ្វើជាទឹកប៉ុន្តែខ្ញុំយកទម្រង់ចេញជាក្បាច់បាទមានកសិករកោថ្នោតគ្រួសារគេដុតភ្លើងរែកថ្នោតបាទមានកសិករជាប់ឈ្នៀងបាទមានរែកកជើបាទហើយសងសាអីនេះគ្រួសារគេមកទទួលបាទហើយខាងក្រោយនោះទូកញ្ជើបាទហើយនៅរូបភាពបន្តទៀតដែលមិនទាន់ធ្វើឲ្យស្រួលមួយទេបាទអញ្ចឹងរូបភាពទាំងនេះគឺឆ្លុះបញ្ចាំងថាវាជាទេសភាពបែបគ្រួសារកសិករបាទហើយខ្ញុំទាញឲ្យឆ្ងាយដើម្បីឲ្យបងប្អូនមើលហើយចម្លាក់ទាំងនេះបាទមានភ្ញៀវរួចហើយគាត់កំងគាត់យកទម្រង់ម៉ូដដោយអីវ៉ាន់អ្នកស្រីត្រីដាណាដែលខ្ញុំធ្វើឲ្យគាត់កាលពីមុនបាទតែអញ្ចឹងទៅខ្ញុំយកទម្រង់ដូចគ្នាតែម្ដងបាទហើយកដាលនេះចំណុចកដាលចំណុច0ដែលមើលតែពីចម្ងាយឃើញរាងស្រឡះហ្នឹងអានឹងតាំងកពិតកម្ពូលអង្គរពេលព្រោះយើងថតឆ្ងាយយើងមើលឃើញសន្លឹមមានពពកមានតម្រឹងអង្គរកម្ពូល5បាទហើយនៅធ្វើការងារហ្នឹងវាអត់ទាន់ចប់ទេបាទហើយដើមឈើទេសភាពខាងនេះមានដើមថ្នោតហើយខ្ញុំទាញទៅឲ្យចិត្តជូនបងប្អូនមើលបាទនេះបាទនេះជាដើមថ្នោតហើយខាងក្នុងនោះព្រៃឈើប៉ុន្តែតនេះកសិករជីកម្មមកដំរីបាទប៉ុន្តែគឺខ្ញុំអត់បានតម្លើងទេបាទដូចខ្ញុំជម្រាបប្រាប់ចឹងហើយដើមឈើហ្នឹងគឺលងទាំងអស់បាទនេះលងទាំងអស់បាទលងតលុះដើម្បីយើងធ្វើមួយជាន់ខាងក្នុងទៀតបាទអញ្ចឹង2ជាន់និយាយទៅតម្រង់ម៉ូដដូចគ្នាទាំងអស់ជាមួយនឹងអ្នកស្រីត្រីដាណាព្រោះអីវ៉ាន់នោះខ្ញុំជាអ្នកធ្វើផ្ទាល់ដៃបាទហើយនេះក្បាច់កម្ពូលអង្គរបាទបងប្អូនមើលភាពស្រស់ស្អាតនៃក្របក្បាច់បាទចម្លាក់រូបនាគតម្រង់ខ្ពស់សឡំបាទហើយនេះកម្ពូលត្រួតស៊ីគ្នាបាទខាងក្រោយហ្នឹងពាក់មួយចំហៀងដោយសារខាងក្រោយហ្នឹងបាំងខាងមុខបាទអញ្ចឹងទម្រង់ស្លឹកក្បាច់ហើយស្លឹកឈើព្រៃបាទព្រៃអានេះវាជាព្រៃដែលបាំងកពូលកោអស់ហើយអញ្ចឹងយើងមើលឃើញតែមួយកណាត់ខាងលើទេបាទអញ្ចឹងហើយផ្នែកកសិករផ្នែកអីចឹងទៅប៉ុន្តែអីវ៉ាន់នេះដូចខ្ញុំជម្រាបប្រាប់ចឹងគឺលងទម្លុះទាំងអស់បាទហើយបើសិនជាបងប្អូនអតិថិជនដែលគាត់ស្រឡាញ់នៅវិស័យសិល្បៈចម្លាក់រូបឈើនេះបងប្អូនមានឈើបងប្អូនអាចកំងបានខ្ញុំទទួលធ្វើបាទខ្ញុំយកតែតម្លៃពលកម្មទេអញ្ចឹងណាបាទចាអាស្រ័យហេតុនេះបើសិនជាបងប្អូនមានចំណាប់អារម្មណ៍បងប្អូនអាចទំនាក់ទំនងមកខ្ញុំបាទបាទថតចេះទៅបាទមើលទៅឃើញផុសស្អាតរូបទាំងនេះផុសស្អាតព្រោះដោយសារយើងធ្វើ2ជាន់ហើយទេសភាពមើលទៅវាបែបសាំញ៉ាំបាទប៉ុន្តែស្អាតបាទអរគុណច្រើន